រឿងនិទានខ្មែរជំរាបសួរពុកម៉ែបងប្អូនទាំងអស់ជាទីគោរពរាប់អាននៅពេលនេះខ្ញុំបាទសូមបកស្រាយសម្រាយនៅរឿងនិទានខ្មែរមួយក្រោមចំណងជើងថាស្មោមយចកសូមកុំភ្លេចពុកម៉ែបងប្អូនដែលទើបបានស្ដាប់នៅរឿងនិទានរបស់ខ្ញុំជាលើកទី1កុំភ្លេចជួយចុច like ជួយ share និងជួយ subscribe ទៅលើ channel របស់ខ្ញុំដែលមានចំណងជើងថារឿងនិទានខ្មែរផងកុំឲ្យខាតពេលយូរសូមទស្សនានិងស្ដាប់កំសាន្តដូចតទៅសូមជូនរឿងស្មោមយចកកាលដើមឡើយមានបរិសម្នាក់ជាស្មោមយចកគាត់តែងទៅអង្គុយសុំទាននៅក្នុងផ្សារនិងតាមទីសាធារណៈនានាគាត់ពុំអើពើនឹងរបរការងារណាឡើយព្រោះគាត់រស់នៅតែម្នាក់ឯងគ្មានគ្រួសារនោះទេដូច្នេះគាត់ចង់ត្រឹមតែរកមួយថ្ងៃសម្រាប់តែមួយថ្ងៃហើយចាំតែកាន់ហឹបលុយដើម្បីសុំទានគេប៉ុណ្ណោះថ្ងៃមួយគាត់បានប្រទះនឹងតាចាស់ម្នាក់ពីការជើងមានតែដៃសម្រាប់រុញរទេះដោយខ្លួនឯងតាចាស់នោះបានមកឈប់រទេះនៅចំពោះមុខគាត់ហើយលូកយកប្រាក់ 5,000 រៀលមកឲ្យគាត់នេះជាប្រាក់បន្តិចបន្តួចរបស់ខ្ញុំសូមសំណាងល្អណាស់តាចាស់នោះពោលទៅកាន់ស្មោមអរគុណហើយលោកដ៏មានចិត្តសប្បុរសស្មោមនោះលើកដៃសំពះលុះតាចាស់ពីការជើងរុញកង់រទេះចេញបាត់ទៅស្មោមយចកដែលជាបរិសពេញកម្លាំងចាប់ផ្ដើមនឹកគិតហើយគិតទៀតក៏ស្រាប់តែភ្ញាក់រលឹកខ្លួននិងកើតមានអារម្មណ៍ថាខ្មាស់អៀនជាខ្លាំងនៅទង្វើរបស់ខ្លួនរាល់ថ្ងៃអញជាមនុស្សចោលមួយសៀតបំផុតគេពីការជើងសោះតែនៅតែអាចតស៊ូរកប្រាក់ចិញ្ចឹមខ្លួនបានថែមទាំងមានចិត្តសប្បុរសជួយដាក់ទានដល់ខ្លួនអញដែលជាមនុស្សមានដៃជើងគ្រប់គ្រាន់ទៅវិញហេតុអ្វីអញមិនអាចរកស៊ីចិញ្ចឹមខ្លួនឯងបានហេតុអ្វីអញនៅធ្វើខ្លួនគួរឲ្យអាណិតអាសូរទៅវិញហេតុអ្វីអញមិនខំរកប្រាក់ជួយអ្នកដទៃវិញម្ដងចាប់តាំងពីពេលនោះមកគាត់ឈប់ធ្វើជាស្មោមយចកដ៏កំសត់ទៀតហើយគាត់បានទៅជួលដីស្រែចម្ការនៅក្បែរជើងភ្នំមួយដើម្បីធ្វើកសិកម្មមិនយូរប៉ុន្មានគាត់ក៏ក្លាយទៅជាអ្នកមានម្នាក់ដែលអ្នកផងកោតសរសើរបាទអរគុណសម្រាប់ពុកម៉ែបងប្អូនទាំងអស់ដែលបានស្ដាប់នៅរឿងនិទានរបស់ខ្ញុំបាទពីដើមរហូតដល់ចប់ហើយខ្ញុំបាទក៏មាននៅសំណួរចំនួន4សំណួរសម្រាប់ឲ្យពុកម៉ែបងប្អូនចូលរួមឆ្លើយទាំងអស់គ្នាផងដែរសំណួរទី1តើស្មោមយចកតែងតែទៅសុំទាននៅទីណាខ្លះសំណួរទី2តើថ្ងៃមួយនោះគាត់ប្រទះនឹងនរណាជាអ្នកដាក់ទានឲ្យសំណួរទី3តើស្មោមយចកភ្ញាក់រលឹកដូចម្ដេចខ្លះក្រោយជួបអ្នកដាក់ទាននោះសំណួរទី4តើចុងក្រោយគាត់បន្តសុំទានទៀតឬទេបើមិនបន្តតើគាត់ក្លាយជានរណាបាទអរគុណសម្រាប់ការចូលរួមទស្សនាក៏ដូចជាស្ដាប់កំសាន្តនៅរឿងនិទានរបស់ខ្ញុំបាទពីដើមរហូតដល់ចប់សូមកុំភ្លេចពុកម៉ែបងប្អូនជួយផ្ដល់កម្លាំងចិត្តតាមរយៈការ like share និង subscribe ទៅលើ channel រឿងនិទានខ្មែរម្នាក់មួយផងសូមអរគុណជួបគ្នានៅរឿងនិទានបន្ទាប់សូមជម្រាបលា